nè mặt đi o nè chỗ đi ra khả năng đi ra cong ạ បាទជំរាបសួរបងប្អូនអរគ្នាបាទនេះគឺជាវីដេអូដែលខ្ញុំយកត្រីប្រាគីឡូធ្ងន់ទី2បាទនៅអាហារដ្ឋានមលុបដងភ្នំជីសូបាទនៅខាងខេត្តកែវគឺបងប្អូនដូចឃើញអញ្ចឹងគឺទាញកោងដងបាទហើយនេះយកហ៊ានជំនះជាមួយវាដែរបាទគឺយើងគ្រាន់តែទប់វាសិនដើម្បីកុំឲ្យវាដាច់មាត់ទៅវិញបាទបើសិនជាយើងជំនះវាពេកវាអាចនឹងបាក់ផ្លែលាផ្លែឬដាច់ខ្សែបាក់ដងអីចឹងទៅហើយនេះគឺខ្ញុំអង្គុយចាំដួសត្រីបាទត្រីនេះគឺនិយាយទៅតាំងអាមុនដល់នេះគឺយូរដូចគ្នាតម្រាំយើងយកវាបានគឺយើងត្រូវការនៅលេងជាមួយវាបាទគាត់ទប់វាសិនទេយើងអត់ជំនះវាទេតម្រាំទៅយកបាននឹងលើសពីកន្លះម៉ោងមិនបានផ្ទៀងម៉ោងទេដឹងតែលើសពីកន្លះម៉ោងតែចូលក្បែរ1ម៉ោងតម្រាំយកវាបានបាទដល់វីដេអូនេះខ្ញុំកាត់តែខ្លីបាទជិត1ម៉ោងកាត់មកនៅសល់ទៅ2នាទីជាងយើងវាកាត់ខ្លីៗតិចកុំឲ្យបងប្អូនធុញមើលថតសម្រាយតាំងពីដើមរហូតដល់យកបាននោះគឺវាយូរពេកអញ្ចឹងនេះគឺចាំដួសត្រីហើយស្មាត់មួយទៀតគឺគាត់សូវស្ទាត់មួយដងវត្តដែរតែចង់សាក់លបងវិជាគុណបាទយើងឲ្យគាត់សាក់លបងទៅហើយខ្ញុំចាំដួសត្រីម្ដងតែយើងប្រាប់បច្ចេកទេសគាត់ខ្លះៗហ្នឹងទៅព្រោះត្រីធំនេះបើសិនជាបងប្អូនលេងនៅអត់បច្ចេកទេសគឺកម្រយកវាបានហើយម្ចាស់ស្រះក៏គាត់គិតថាបែរជាពួកខ្ញុំពិបាកនឹងលេងត្រីនេះដែរដោយសារឃើញដងយើងវាទន់អញ្ចឹងហើយផ្លែតូចគាត់គិតថាបែរជាមិនអាចយកត្រីគាត់បានទេតែយើងមកគាត់ប្រាប់តាលើស្ទូចបានឲ្យមកអត់មានគិតលុយទេចឹងយើងក៏ធ្វើការលេងនុយស្ទូចមកហើយក៏វាចូលពិតមែនឥឡូវនេះកំពុងថាវាចាប់ផ្ដើមបដែតខ្លួនមកហើយគឺយើងចុះទៅក្រោមមិនដួសវាកើតតែចឹងនេះគឺវាឃើញយើងវាផ្អើលទៅទឹកជ្រៅឥឡូវនេះវាដែតមកខាងចិត្តមុំយើងដួសបានគឺយើងដួសយ៉ាងមកបាទដល់មានកត្រងមានវើដួសតែចឹងទេពិបាកយកវាត្រីគីឡូធ្ងន់ចឹងបាទនេះគឺធំមែនតើបងប្អូនសាក់ទាយមើលត្រីនេះប្រហែលគីឡូដែរបាទតាមទំហំរបស់បងប្អូនមើលជាក់ស្ដែងនេះគឺយើងត្រូវដែរខ្ញុំមើលទៀតចុងវីដេអូខ្ញុំថ្លឹងគីឡូឲ្យបងប្អូនមើលនេះអានោះអាទី1ហើយអាទី2មើលវាប្រហាក់គ្នាពីរហ្នឹងតែត្រីទី2នេះវាធំជាងតិចលើសអាត្រីមុន2ខាំខ្ញុំមើលយកទៅដល់ផ្ទះឥឡូវលើកដាក់គូឡានហ្នឹងមកដល់ផ្ទះបងប្អូនថ្លឹងមួយជាក់ស្ដែងគឺ8គីឡូគត់បាទ